សុជីវធម៌ត្រូវបានគេចាត់ទុកថាជាផ្នែកមួយដែលសំខាន់បំផុតសម្រាប់មនុស្សគ្រប់វ័យទាំងបុរសនិងស្ត្រីតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ននេះយោងតាមវចនានុក្រមខ្មែរសម្ដេចព្រះសង្ឃរាជជួនណាតពាក្យសុជីវធម៌មានន័យថាការរស់នៅដោយល្អគឺចំណេះសម្ដាប់ធ្នាប់ការដឹងប្រមាណគួរសមក្នុងកិច្ចការប្រស្រ័យជាមួយនឹងអ្នកដទៃសុជីវធម៌សម្គាល់ការរស់នៅល្អមានរបៀបរៀបរយចេះគួរសមក្នុងការប្រស្រ័យទាក់ទងជាមួយនឹងអ្នកដទៃសុជីវធម៌ពុំមែនជាបទបញ្ជាឬជាច្បាប់ទេប៉ុន្តែវាគ្រាន់តែជាវិជ្ជាមួយសម្រាប់អប់រំមនុស្សឲ្យធ្វើខ្លួនឲ្យបានសមរម្យទៅតាមទំនៀមទម្លាប់សុជីវធម៌សង្គមជៀសវាងការប៉ះទង្គិចអារម្មណ៍រវាងមនុស្សដែលរស់នៅជាមួយគ្នានៅក្នុងសង្គមសារៈសំខាន់នៃសុជីវធម៌សុជីវធម៌ជាវិជ្ជាមួយសម្រាប់អប់រំមនុស្សគ្រប់រូបទាំងបុរសនិងស្ត្រីឲ្យមានឫកពាអាកប្បកិរិយាថ្លៃថ្នូរមិនឆ្គាំឆ្គងនៅក្នុងទង្វើរបស់ខ្លួននៅពេលធម្មតានិងពេលចេញមុខនៅក្នុងពិធីធំៗនានាវិជ្ជានេះធ្វើឲ្យអត្តចរិតមនុស្សមានភាពស្រូតបូតសមរម្យមានភាពថ្លៃថ្នូរមានទំនាក់ទំនងល្អនិងចេះរស់នៅចុះសម្រុងជាមួយនឹងអ្នកដទៃនៅក្នុងសង្គមសុជីវធម៌ប្រៀនប្រដៅមនុស្សអំពីលក្ខណៈល្អគ្រប់បែបយ៉ាងដែលមនុស្សត្រូវប្រកាន់ភ្ជាប់ខ្លួននិងជៀសវាងអំពើឆ្គាំឆ្គងចំពោះខ្លួនឯងមិត្តភ័ក្តិគ្រួសារសហគមន៍និងសង្គមម្យ៉ាងទៀតសុជីវធម៌អប់រំមនុស្សឲ្យប្រកាន់សេចក្តីសុចរិតសេចក្តីស្មោះត្រង់សេចក្តីស្ងប់សេចក្តីសន្តោសមានចរិយាល្អលក្ខណៈសម្បត្តិនៃសុជីវធម៌នេះហើយដែលបានអប់រំសង្គមមនុស្សឲ្យចេះអប់រំគ្នានិងរស់នៅប្រកបដោយសុខសន្តិភាពនិងការអភិវឌ្ឍជាលំដាប់ជាចុងក្រោយខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយជម្រាបលាបាយបាយ